រឿងមកគោលការណ៍ខ្ញុំមិនព្រមទេម៉ាក់និយាយស្អីនឹងកូនប្រុសម៉ាក់លើថាគ្រួសារប៉ៃល្បីឈ្មោះនៅឡុងឈិនចូលចិត្តតង់អ្នកខ្ពស់ណាស់គិតមើលយើងត្រឹមជាអ្នកអនាម័យម្នាក់ដឹកជញ្ជូនអីវ៉ាន់គ្រួសារមិនសមនឹងគ្នាទេមិនសមទេអ្នកដន្លងយល់ច្រឡំហើយគ្រួសារប៉ាយើងទម្លាប់ល្អនិយាយរឿងតង់អ្នកខ្ពស់ស្អីនោះថាមើលយើងជាឪពុកម្ដាយអ្នកណាមិនចង់ឲ្យកូនស្រីខ្ពស់មុខខ្ពស់មាត់នោះមែនទេម៉ាក់កំណត់ពួកគាត់មិនខុសនោះទេខ្ញុំនឹងធ្វើអ្វីម្យ៉ាងដើម្បីបញ្ជាក់ថាខ្ញុំមានសមត្ថភាពនាំសុភមង្គលឲ្យអ៊ីងស៊ីមានឆន្ទៈខ្ពស់រឿងមង្គលការខ្ញុំយល់ព្រមអ្នកជីមអាយ៉ានិយាយតែមាត់មិនកើតទេធ្វើលិខិតអាពីពីអាណែអូយ៉ាកូនប្រសាបើមកឯងមានទំនាក់ទំនងជាមួយអគ្គនាយិកាសម្ព័ន្ធវត្តហើយថ្ងៃក្រោយអាចជួយជ្រោមជ្រែងគ្រួសារប៉ាយើងផងតើបានទេហ៎បេតហើយយល់ល្អណែនាំពួកយើងឲ្យអគ្គនាយកឈៀវបានស្គាល់ផងឲ្យគាត់បានជួយជ្រោមជ្រែងគ្រួសារប៉ាយើងខ្ពស់មុខខ្ពស់មាត់ហើយខ្លាចជាអបជនលំដាប់ដោយលោកឈិនមិនអីទេជាគ្រួសារតែមួយទៅហើយរឿងប៉ុណ្ណឹងម៉ាក់ខ្ញុំច្បាស់ជាអាចជួយបានជួយមិនបានទេម៉ាក់ពួកយើងជាគ្រួសារតែមួយទេហើយយ៉ាកូនប្រុសម៉ាក់នេះគ្រាន់តែជាអ្នកអនាម័យបោះសម្អាតម៉ាក់មានសិទ្ធិអីនិយាយនៅនឹងមុខអគ្គនាយិកាឈៀវគាត់ជួយខ្ញុំគឺដោយសារតែខ្ញុំធ្លាប់ជួយគាត់ពីមុនជួយតែទួយតែប៉ុណ្ណោះទើបគាត់ព្រមជួយខ្ញុំវិញនិយាយអញ្ចឹងអគ្គនាយិកាឈៀវធ្លាប់ជំពាក់គុណគាត់អំបញ្ញមិញគាត់គ្រាន់តែទាសគុណស្រ័យពីមនុស្សរបស់អគ្គនាយិកាឈៀវវិញទេហើយចំដាការដែលយកមកមុននេះខ្ញុំខ្ចីពីអគ្គនាយិកាឈៀវតិចទៀតទៅសងគាត់វិញថាម៉េចខ្ចីគេមកទេម៉ាក់មិនក៏មិនឆាប់ប្រាប់ខ្ញុំតាំងពីដំបូងគាត់ជំពាក់គុណម៉ាក់ឲ្យឱកាសល្អយ៉ាងនេះចំណាយពេលអត់ប្រយោជន៍ធ្វើអីគួរស្ដាយណាស់ណាឲ្យតែអ៊ំស្រីសប្បាយចិត្តគាត់ចង់ទាសគុណមកវិញមិនទៀតទេកូនប្រសាម៉ាក់ប្រកែនិយាយមែនអេឈប់សិនកូនប្រសាស្អីគេបណ្ដាការខ្ចីគេមកចង់អានកូនស្រីខ្ញុំហ៎កុំយល់សប្បាយមុននេះខ្លាចឲ្យកូនប្រុសខ្ញុំធ្វើកូនប្រសាអ្នកខ្ញុំយល់ដល់គ្រួសារអ្នកត្រឹមត្រូវមិនគិតរឿងមានក្រទៅខ្ញុំយល់ព្រមដែរអ្នកលេងល្បិចបើបណ្ដាការខ្ចីគេមកទេឥឡូវខ្ញុំប្រកាសថាមង្គលការនេះគឺអាសាបងខ្ញុំមិនព្រមទោះយ៉ាងណាក៏ដោយខ្ញុំទទួលឆន្ទៈជាគុណដំណឹងខ្ញុំថាម្នាក់ក៏ឯងបានតាចង់ធ្វើកូនប្រសាគ្រួសារប៉ៃក៏បានដែរប៉ុន្តែណាត្រូវតែយល់ព្រមលក្ខខណ្ឌខ្ញុំមួយអំឡុងពេល3ថ្ងៃរកឲ្យបាន10លាន3ថ្ងៃរកឲ្យបាន10លានទោះបីជាលោកខ្ញុំក៏មិនគ្រាន់ដែរមិនក៏ថ្លៃម្លេះលោកអើយកូនល្ងើនេះឯងជាអ្នកបន្តវេនទ្រព្យសម្បត្តិវល់កម្មមិនបានទេដើម្បីប្រពន្ធកូនខ្ញុំត្រូវតែរកលុយឲ្យបាន10លានចាំម៉ាក់ជួយឯងខ្លះម៉ាក់ជាអ្នកអនាម័យសល់លុយខ្លះដែរអូយម៉ាក់ជាអ្នកអនាម័យមានលុយប្រមាណទៅម្យ៉ាងទៀតខ្ញុំមិនអាចយកលុយសន្សំរបស់ម៉ាក់ទុកសម្រាប់ចាយនោះទេឯងធ្វើយ៉ាងម៉េច3ថ្ងៃរកបាន10លានខ្ញុំអាឡូថាម៉េចឡោខ្ញុំទៅឥឡូវហើយម៉ាក់ឈិននេះមិញបងប្អូនល្អរបស់ខ្ញុំប្រាប់ថាមានប្រជែកដែររកលុយបានគេហៅខ្ញុំទៅធ្វើជាមួយ10លាននោះខ្ញុំចិត្តរកបានហើយទៅហើយម៉ាក់សើបមនុស្សម្នាក់ឈ្មោះឈិនអេមីណែអ្នកដែលជញ្ជូនអីវ៉ាន់មិនអាចចូលទេមិនមែនចូលអីវ៉ាន់ទេខ្ញុំមានណាត់នេះពាក្យបែបហ្នឹងគឺថាខ្ញុំជឿហ៎ញ៉ាប់ថយចេញទៅខ្ញុំពិតជាមកតាមការណាត់ពិតមែនមិត្តភក្តិរបស់ខ្ញុំឈ្មោះថាឈិនអេមីងបើសិនជាលោកមិនជឿទេចាំខ្ញុំទេទៅរកគេឥឡូវនេះភ្លាមលិខិតអញ្ជើញចាប់ឡើងលិខិតអញ្ជើញអីមនុស្សតូចទៀបនៅតែតូចទៀបប៉ុណ្ណឹងនៅមិនដឹងសន្តាគារនេះគឺគ្រប់គ្រងដោយបុគ្គលិកតឹងរឹងបើមិនមែនជាសមាជិកត្រូវបង្ហាញលិខិតអញ្ជើញទៀបចូលបានពិតជាស្រ័យមែនអេមីងមិនដែលប្រាប់ខ្ញុំពីរឿងនេះសោះឥឡូវចេះចុះខ្ញុំចូលទៅយកពីគេថាបានទេមិនបានទេចេញទៅជុំអេមីងសំណើឲ្យដៃមកដល់ពួកគេមិនឲ្យខ្ញុំចូលទៅទេចង់បានលិខិតអញ្ជើញស្អីទេខ្ញុំអត់ដឹងសោះលិខិតអញ្ជើញខ្ញុំមានឈិនអ៊ីមីងជាមរួមថ្នាក់អ្នកប្រុសការនៅរៀនទំនាក់ទំនងគេនឹងអ្នកប្រុសល្អក្រាន់បាការជួបជុំលើកនេះគេហៅអ្នកប្រុសនិងមិត្តភក្តិប្រមាណអ្នកទៀតទៅជួបជុំនៅសន្តាគារអ៊ីងខ្ញុំមិននៅក្បែរគេច្រើនឆ្នាំបានពួកគេជួយថែទាំអញ្ចឹងខ្ញុំគួរទៅសន្តាគារអ៊ីងជីងនិយាយជាមួយថៅកែទីនោះដើម្បីគេជួយមើលអ្នកប្រុសដែរទេមិនបាច់ចេញមុខមាត់ទេអ្នកប្រុសមិនទាន់ដឹងពីសមត្ថភាពពិតរបស់ខ្ញុំចាយល់ហើយមុននេះអគ្គនាយិកាឈៀវសម្ព័ន្ធវ៉ាន់ហៅទូរស័ព្ទមកហើយប្រាប់ថាមានលោកម្នាក់តកោឈិននិងមិត្តភក្តិមកជួបជុំគ្នានៅសន្តាគារពួកយើងថាម៉េចអគ្គនាយិកាឈៀវទូរស័ព្ទមកក្រែងលោកចង់ទំនាក់ទំនងជាមួយគាត់លើកនេះគឺជាឱកាសមានឱកាសប្រាក់ហើយដាក់បញ្ជារបស់យើងទទួលលោកឈិននិងមិត្តភក្តិម្នាក់នោះដោយលក្ខណៈថ្លៃថ្នូរបំផុតបាទសំទោសរបូតដៃសួស្តីខ្ញុំឈ្មោះឈិនគឺលោកឈិនមែនទេពួកគាត់ទាំងនេះគឺមិត្តភក្តិខ្ញុំអញ្ចឹងមកតាមខ្ញុំមកស្វាគមន៍លោកឈិន
លោកឈិននេះជាបន្ទប់ VIP សម្រាប់សន្តាគារយើងខ្ញុំពេញចិត្តទេ ខ្ញុំក៏បន្ទប់ធម្មតាតែអូខ្ញុំដឹងហើយបើខ្ញុំស្គាល់នាយកចាងនៅទីនេះច្បាស់ជានាយកចាងជាអ្នកជួយហើយ លោកឈិន អូគ្រាន់បើ ចានត្រៀមរួចហើយស្រានឹងមកហូបលើកមកតាមក្រោយ ណោះ សំជាសន្តាគារផ្កាយ5មែនរៀបចំបានស្អាតណាស់ សម្ភារៈរបស់គេឡើង clean សូម្បីតែកែវក៏មានលក្ខណៈពិសេសដែរណោះ ថាបន្ទប់ VIP ក្នុងអគារនេះចំណាយយ៉ាងទាបបំផុតក៏មិនលៀនកុំតែបានកិត្តិយសអ្នកប្រឈិនពួកយើងជាអ្នកក្រមួយជីវិតក៏គ្មានឱកាសបានចូលកន្លែងថ្លៃដែរ អ្នកប្រឈិនលើថាទីនេះមានកន្លែងសូណាពិសេសបន្តិចទៀតញ៉ាំបាយរួចនាំពួកយើងទៅមើលផង ចាំស្ដាប់ណាការចំណាយជប់នេះទាំងអស់គឺខ្ញុំជាអ្នកចេញ អ្នកប្រ អ្នក ឈិ ប្រ ន លីមែនអ៊ីមីងដឹងថាជាកូនអ្នកមានតែមិននឹកស្មានថាមានដល់ម្លឹងទេណោះ អ្នកណាហ៊ានហៅឈ្មោះអ្នកប្រឈិនផងអាយ៉គឺឈិនឈីមករួមថ្នាក់យើងតាឥឡូវធ្លាក់ដល់ដឹកជញ្ជូនអី អ្នក បាន ប្រឈិនមិនក៏ឲ្យអ្នកដឹកជញ្ជូនអីវ៉ាន់មកដែរឃើញការស្លៀកពាក់បន្ទាបតម្លៃបន្ទប់ VIP ក៏មិនជាចឹងឈិនជាការនៅរៀនអនុវិទ្យាល័យជួយកក់អាហារខ្ញុំបានច្រើនណាស់មកអង្គុយទៅ ស្រាមកដល់ នេះជាមុខមាត់បន្ទប់ VIP បើគុំតបាននៅប្រឈិនពួកយើងមិនមានកិត្តិយសដល់ម្លឹង តែ ទេ ខ្ញុំជប់ច្រើនមកហើយអ្នកទាំងអស់គ្នាមិនសូវចូលរួមកម្មវិធីទើបមានអារម្មណ៍ថាថ្មីនេះគ្រាន់តែជាទម្លាប់ប្រចាំថ្ងៃខ្ញុំទេ នេះជាស្រែអីទៅមើលទៅទំនងណា មិនអញ្ចឹងឈិនឈីសំបីនេះជាស្រាអីក៏មើលមិនដឹង គេគឺជាអ្នកស្រែធ្វើមិននឹងដឹងទៅស្ដាប់ឲ្យច្បាស់ណានេះគឺជាស្រាម៉ានីតុនដ៏ល្បីឈ្មោះរបស់អ៊ីតាលីតើតែសន្តាគារលំដាប់ខ្ពស់ទើបមានស្រាប្រភេទនេះមួយដបយ៉ាងហោចណាស់ក៏ប៉ុណ្ណេះដែរ500ឯង នេះជាស្រាពិសេសប្រចាំសន្តាគារអ៊ីងជីងមកដល់70000 ចាំមិនចេះខ្ញុំមិនបានកំងស្រាថ្លៃអញ្ចឹងទេ 70000មិនក៏ថ្លៃខ្លាំងម្ល៉េះអ្នកក្រច្បាស់ជាយល់ថាថ្លៃហើយមួយដល់70000ឯងគិតថាថ្លៃតម្លៃក៏ពពកឯងតែចំពោះអ្នកប្រឈិនវិញដូចជាទិញភេសជ្ជៈមកកំប៉ុងអញ្ចឹង 70000នេះឯងពូកែអ៊ុតមែនអត់ទេតើតែអភិជនលំដាប់ខ្ពស់នៅឡុងចិនទើបមានលុយចំណាយលើបន្ទប់ VIP នេះត្បិតតែអ្នកប្រឈិនជាកូនអ្នកមានតែប្រៀបជាមួយនឹងពួកគេខុសឆ្ងាយណាស់ស្រានេះចូលមកខុសបន្ទប់ហើយ